ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ការកាត់បន្ថយភាពងាយរងគ្រោះពីគ្រោះធម្មជាតិនិងមិនពឹងទាំងស្រុងលើលក្ខខណ្ឌធម្មជាតិក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានយកចិត្តទុកដាក់ជំរុញផលិតភាពនិងផលិតភាពកសិកម្មដោយខិតខំពង្រឹងថែមទៀតនៅសេវាកម្មគាំទ្រដូចជាការងារស្រាវជ្រាវនិងផ្សព្វផ្សាយការអភិវឌ្ឍនៅទីផ្សារកសិកម្មការបែងចែកសម្ភារៈពូជជីឡាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់សហគមន៍ជាតិអន្តរជាតិនិងប្រជាពលរដ្ឋទាំងមូលជាពិសេសកសិករបានរួមគ្នាខិតខំអភិវឌ្ឍវិស័យកសិកម្មយកចិត្តទុកដាក់ខ្ពស់ច្បាប់និងបទដ្ឋានគតិយុត្តនានាក៏បានកែលម្អបំពេញបន្ថែមនិងកសាងថ្មីនៅចំណុចចន្លោះខ្វះខាតដែលបានជួយឲ្យការងារដឹកនាំអនុវត្តសកម្មភាពនានាមានលក្ខណៈប្រសើរនិងប្រសិទ្ធភាពទម្រង់នៃការគ្រប់គ្រងអភិវឌ្ឍសេដ្ឋកិច្ចជាតិជារួមក៏ដោយការគ្រប់គ្រងសេដ្ឋកិច្ចក្នុងវិស័យផលិតកម្មអាជីវកម្មកសិកម្មជាពិសេសស្ថាប័ននិងអង្គភាពគ្រប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងត្រូវបានជំរុញកែតម្រង់ឲ្យបានសមស្របទៅតាមស្ថានភាពដែលកំពុងវិវត្តបច្ចុប្បន្ននៃបរិបទគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារក្នុងក្របខ័ណ្ឌសមាហរណកម្មនិងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដើម្បីបម្រើឲ្យការងាររបស់ក្រសួងនិងអង្គភាពនានាបានរីកចម្រើនជាបន្តបន្ទាប់ការងារកសាងគោលនយោបាយយុទ្ធសាស្ត្រផែនការកម្មវិធីនិងគម្រោងអភិវឌ្ឍនានាជាមួយនឹងសមត្ថភាពវិភាគសេដ្ឋកិច្ចបានខិតខំពង្រឹងឲ្យល្អឡើងបន្តបន្ទាប់ជាមួយនឹងការកំពុងតែខិតខំធ្វើឲ្យអត្ថប្រយោជន៍ការងារនានាត្រូវបានទទួលផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ថវិកាឬធនធានទឹកផ្សេងៗដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់នៃទិសដៅអភិវឌ្ឍន៍ការងារអន្តរាគមន៍សង្គ្រោះបន្ទាន់ទប់ទល់នឹងបាតុភិបអវិជ្ជានៃគ្រោះធម្មជាតិផ្សេងៗត្រូវបានត្រៀមលក្ខណៈនិងអនុវត្តបានល្អឆ្លើយតបបានទាន់ពេលវេលាលក្ខណៈធនធានមនុស្សក៏បានបណ្ដុះបណ្ដាលឲ្យមានសមត្ថភាពកើនឡើងបន្តបន្ទាប់រួមជាមួយនឹងមធ្យោបាយសម្ភារៈធ្វើការខ្លះបានត្រូវកែលម្អហើយតែអាចផ្ដល់នូវធម៌ពលបន្ថែមដល់កំណើនសេដ្ឋកិច្ចនិងអាចចូលរួមវិភាគទានយ៉ាងសំខាន់ជនដែលកំពុងតែតាមដានទស្សនានៅកម្មវិធីផ្សាយពិសេសរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីនៅក្នុងឱកាសពិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតដំណើរលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គអមដង្ហែព្រះរាជដំណើរដោយឥស្សរជនជាន់ខ្ពស់នៃស្ថាប័នរដ្ឋសភាប្រសិទ្ធភាពកំពុងតែជាងតូតនៅពិព័រណ៍សមិទ្ធផលនានាដែលបង្ហាញអំពីវិស័យកសិកម្មដែលប្រជាពលរដ្ឋកម្ពុជាយើងអនុវត្តបាននៅក្នុងឆ្នាំ2005កន្លងទៅនេះទូតទស្សនិកជនជាទីគោរពនៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណចំពោះបណ្ដាស្ថានីយ៍ទាំង3គឺស្ថានីយ៍ទូរទស្សន៍
រាជធានីភ្នំពេញប៉ុស្តិ៍លេខ3ស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ9ស្ថានីយ៍ទូរទស្សន៍ CTN ដែលបានធ្វើការផ្សាយបន្តផ្ទាល់អំពីកម្មវិធីរបស់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹត្តិពិធីច្រត់ពេញនគរដ៏វិសេសវិសាលនេះហើយក៏សូមគោរពថ្លែងអំណរគុណចំពោះវិទ្យុជាតិកម្ពុជាក៏ដូចជាវិទ្យុ FM ជាតិ96 MHz ដែលបានធ្វើការផ្សាយបន្តផ្ទាល់ពីកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជានៅក្នុងគណៈដ៏វិសេសវិសាលនេះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះកណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះកណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះអង្គកំពុងតែជាងទតនៅពិព័រណ៍ដែលដាក់តាំងនៅតាមបណ្ដាស្តង់ទាំង24ខេត្តក្រុងដែលជាសមិទ្ធផលកសិកម្មរបស់ប្រជាពលរដ្ឋយើងដែលបានផលិតបាននៅក្នុងរយៈពេល1ឆ្នាំ2005កន្លងទៅនេះចំពោះព្រះរាជសកម្មភាពដ៏វិសេសវិសាលនៃការយាងទតពិព័រណ៍របស់ព្រះកណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងនៅក្នុងឱកាសនេះទូរទស្សន៍ជាតិកម្ពុជានឹងគឺធ្វើការចាក់ផ្សាយនៅក្នុងកម្មវិធីពិសេសនៅក្នុងរាត្រីនេះចំពោះកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍កម្ពុជាដែលបានដំណើរការអស់រយៈពេលកន្លងមកនេះសន្មតថានឹងចប់នៅពេលនេះហើយមុននឹងបញ្ចប់យើងខ្ញុំទាំង3នាក់ក៏សូមថ្លែងអំណរគុណដល់ជាជ្រៅចំពោះអធិការខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានផ្ដល់អំណោយជាដងដោយ grant សម្រាប់បម្រើការងារនៅក្នុងការថតនៅព្រឹត្តិពិធីច្រត់ពេញនគរនេះបានទទួលនៅរូបភាពល្អស្អាតហើយសូមប្រសិទ្ធពរជូនដល់អធិការលោកជំទាវព្រមទាំងបុត្រទទួលបាននៅសុខភាពល្អនិងអាយុវណ្ណៈសុខៈពលៈនិងបដិពីអ្នកកំបីគ្លៀងគ្លាតឡើយសម្រាប់ពេលនេះខ្ញុំបាទអ៊ូសំណាងអ្នកនាងគុជមីរដីនិងលោកខមវិធីសូមជម្រាបលាញ៉ាំតែរើរងដល់របស់លោកអ្នកមិនគប់អភ័ព្វស្នេហាព្រមលីខិតចាអ្នកប្រដើកើនកាបងលាទៅឆ្ងាយកុំយំកលយានធ្វើម្ដេចយើងគ្មាននិស័យបានជួបសៃសៃមានប្រដាឆ្ងាយដាច់ពីគ្នាត្រូវរូបក្រមពីចិត្តនឹងកាយជូនបើចោមឆាយបានសុខសានកានអើមឈុកដាច់បាក់គង់មានសរសៃបេះដូងអាល័យនីស័យពុកម៉ែដាំងទៀនអាចភ្លេចបានឈឺចាប់ក្រំក្រៀមសុនីរទេប្រានកងព្រេងតែឯងឯកា